វីដេអូនេះបង្ហាញបងប្អូនអំពីរបៀបបិទសញ្ញា Active Now ឬសញ្ញាបញ្ជាក់ថាយើងកំពុងតែ online នៅលើ Messenger កុំឲ្យ friend ឬក៏នរណាម្នាក់ដឹងថាយើងកំពុងតែ active អញ្ចឹងដើម្បីបិទឲ្យមានលក្ខណៈពេញលេញដំបូងបងប្អូនចុចចូលលើ Messenger មកពេលចូលមកដល់ Messenger ហើយបងប្អូនសម្លឹងរកមើលសញ្ញាមីនុយនេះសញ្ញាឆ្នោត3ហ្នឹងចុចលើនឹងមករួចវានឹងឃើញ profile របស់យើងហើយបងប្អូនរកមើលពាក្យថា setting ឬក៏សញ្ញាកងចក្រនេះសម្រាប់បងប្អូនដែលចេញអក្សរខ្មែរចុចលើសញ្ញាកងចក្រហ្នឹងមកអូខេអានេះគឺជា profile របស់យើងហើយបងប្អូនសម្លឹងរកមើលពាក្យ active status នេះបងប្អូនចុចលើពាក្យហ្នឹងមកដល់គឺឃើញកំពុងបើកណាហើយបងប្អូនចុចបិទមកកន្លែងនេះវាមានជម្រើស 3-4 ពាក្យលើគេដាក់ថា until I change it ឬក៏ភាសាខ្មែរគេដាក់នៅក្នុងន័យថារហូតដល់ពេលដែលខ្ញុំបើកវិញទៅខ្លួនឯងណាជាទូទៅគឺបងប្អូនយកចំណុចហ្នឹងប៉ុន្តែបងប្អូនចង់បិទ1ម៉ោងចិត្តបិទ8ម៉ោងឬក៏បិទដល់ស្អែកម៉ោង8ព្រឹកអីចឹងទៅអញ្ចឹងជម្រើសវាមានច្រើនហើយបើបងប្អូនចង់បិទ1ម៉ោងបងប្អូនคลิกយកនេះមកចង់បិទ8ម៉ោងคลิกយកនេះមកប៉ុន្តែបើចង់បិទរហូតដល់ថ្ងៃណាដែលយើងចង់បើកវិញស្រាប់តែចិត្តយើងយកអាពាក្យ until I change it នេះមកបន្ទាប់មកបងប្អូនចុចពាក្យ push មកពេលហ្នឹងគឺរួចរាល់ហើយលែងមានអ្នកណាអាចឃើញថាយើងកំពុងតែ active ហើយប៉ុន្តែលែងឃើញនៅលើ Messenger ទេណាបងប្អូនទៅបញ្ជាក់គឺលែងឃើញយើង active នៅលើ Messenger ក៏ប៉ុន្តែគេនៅអាចឃើញយើង active នៅលើ Facebook នៅ Facebook មួយទៀតបងប្អូនត្រូវចូលមកបិទលើ Facebook មួយទៀតចុចលើ Facebook មកបន្ទាប់មកចូលទៅក្នុង profile របស់យើងចូលទៅក្នុង profile របស់យើងហើយចុចសញ្ញាឆ្នោត3ផ្នែកខាងលើនេះមកទូរស័ព្ទ Android និង iPhone អាចខុសគ្នាអញ្ចឹងបងប្អូនរកមើលសញ្ញាហ្នឹងមកបន្ទាប់មកបងប្អូនរកមើលអាសញ្ញាកងចក្រនេះពាក្យថា setting and privacy នេះចុចមកបន្ទាប់មកទៀតចុចលើពាក្យថា setting អូខេហើយបងប្អូនអូសទៅខាងក្រោមបន្តិចមកបងប្អូនរកមើលសញ្ញានេះសញ្ញារូបមនុស្សឲ្យមូលបន្តិចនេះហើយគេដាក់ពាក្យថា active status បើបងប្អូនចេញជាភាសាខ្មែរបងប្អូនរកមើលសញ្ញាហ្នឹងមកហើយបងប្អូនចុចលើសញ្ញាហ្នឹងមកវានឹងឃើញកំពុងតែបើកហើយរួចហើយបងប្អូនចុចបិទមកអូខេហើយចុចលើពាក្យ turn off នេះបញ្ជាក់មកឬក៏សញ្ញាខ្មែរក្នុងន័យបិទឬផ្នែកខាងស្ដាំហ្នឹងមកភូមិអូខេ